ដោយសារតែមានបងប្អូនយើងគាត់ឆ្ងល់ហើយគាត់ឆាតមកសួរខ្ញុំណាបងតើ TikTok ខ្មែរអាចរលួយបានដែរឬទេហើយបើសិនជារលួយបានបាទរករបៀបមិនអញ្ចឹងណាចឹងសម្រាប់វីដេអូនេះខ្ញុំធ្វើបង្ហាញនិងស្រាវចម្ងល់បាទរបស់ពួកគាត់កុំឲ្យគាត់ឆ្ងល់តទៅទៀតចឹងណាតើ account TikTok ខ្មែរនៅខ្មែរតើយើងអាចរលួយបានដែរឬអត់អូខេអញ្ចឹងខ្ញុំនឹងបង្ហាញបងប្អូនតែម្ដងអញ្ចឹងខ្ញុំចុចកន្លែងនេះដើម្បីបង្ហាញណាកន្លែងសញ្ញាត្រី3ហ្នឹងហើយខ្ញុំចុចយកពាក្យថា TikTok Studio អូខេអញ្ចឹងបងប្អូនកុំខាងលើនេះវាមានពាក្យថា monetization មែនទេអញ្ចឹងសម្រាប់ TikTok ខ្មែរបាទឬក៏ account TikTok ខ្មែរដែលយើងអាចត្រូវលុយបានគឺវាមាន tool ដែលវាបង្ហាញឲ្យយើងនេះបងប្អូនណាទី1គឺ Live Reverb ទី2បាទ Video Get បាទទី3គឺ Subscription អញ្ចឹងយើងនឹងបញ្ចូលមួយណាតែយើងរកលុយបានដោយបាទវិធីណា Live Reverb នេះបាទគឺមានន័យថាបងប្អូនធ្វើការ live វីដេអូនៅក្នុង account TikTok ណាចឹងបាទគេពេញចិត្តវីដេអូរបស់បងប្អូនគេផ្សេងជាកាដូណាចឹងអាកាដូហ្នឹងគឺយើងបាទអាចបដូរជាខ្វាញ់បានជាខ្វាញ់ចឹងយើងអាចបដូរជាលុយបានក៏ប៉ុន្តែវាមិនងាយស្រួលទេបងប្អូនចឹងរាល់ការ live វីដេអូរបស់យើងគឺគេមិនងាយឲ្យកាដូបាទដោយស្រួលទេបងប្អូនតើតាវីដេអូរបស់យើងមានប្រយោជន៍វីដេអូរបស់យើងទាក់ទាញណាតែទទួលបានគេហៅថាកាដូពីការ live ហ្នឹងណាហ្នឹងហើយអាហ្នឹងចំណុចទី1ចំណុចទី2បាទ video get ក៏ដូចគ្នាដែរបងប្អូននេះ video get ហ្នឹងគឺវាមានគោលការណ៍របស់គេណាបាទលក្ខខណ្ឌរបស់គេនេះបងប្អូនអ្នកគេត្រូវមានអឺ 10k follower 10k follower មក10000នាក់អញ្ចឹងបងប្អូនណាបាទ10000 follower អញ្ចឹងណានៅពេលដែលបាទ account TikTok របស់បងប្អូនរកបានបាទ 10k follower ហើយគ្រប់គោលការណ៍គ្រប់លក្ខខណ្ឌព្រោះគេហ្នឹងគឺគេបើកនេះកន្លែងអ្នក turn on get ណាគេបើកកាដូឲ្យយើងអញ្ចឹងណាបាទអញ្ចឹងសម្រាប់ account ណាដែលមាន follow បាទ 10k follower អញ្ចឹងនៅពេលដែលបងប្អូនធ្វើការបង្ហោះវីដេអូទៅគេនឹងផ្ញើកាដូនៅក្នុងវីដេអូនោះមកកាន់បងប្អូនហើយណាក៏ប៉ុន្តែក៏វាមិនងាយស្រួលដែរបងប្អូនណាតើតាវីដេអូរបស់យើងនឹងបាទមានប្រយោជន៍បាទខ្លាំងអូខេឥឡូវខ្ញុំបេត្រឡប់ទៅក្រោយវិញទាក់ទងនឹង subscription នេះ subscription ហ្នឹងគឺដោយសារតែមុខងារមួយនេះគេដាក់ឲ្យប៉ុន្តែ tool មួយហ្នឹងគឺយើងអាចតរលួយបានដែរមានន័យថា subscription ហ្នឹងសម្រាប់ fan របស់យើងដែលពេញចិត្តវីដេអូរបស់យើងហើយគេ subscribe ក្នុងការបង់ប្រចាំខែអញ្ចឹងណាហ្នឹងហើយប្រហែល$ទៅតាមបាទដែលគេផ្ដល់ឲ្យបាទបងប្អូនអញ្ចឹងណាប៉ុន្តែមុខងារមួយនេះនៅស្រុកខ្មែរអត់ទាន់មានទេប៉ុន្តែ tool មួយហ្នឹងវាដាក់បង្ហាញប៉ុន្តែអត់អាចធ្វើការបាទទទួលបានលុយទេអូខេអញ្ចឹងខ្ញុំនិយាយទាក់ទងនឹងការរលួយបានសម្រាប់ account TikTok បរទេសខ្ញុំសូមបង្ហាញមួយតើតែមានពាក្យនេះបងប្អូនណានេះឥឡូវបង្ហាញបងប្អូនតែម្ដងនេះ creator reverb program ហ្នឹងសម្រាប់ account USA account កូរ៉េ account និយាយទៅឲ្យតែខុសពី account ខ្មែរគឺមានពាក្យថា creator reverb program ហ្នឹងទៅយើងអាចធ្វើការបង្ហោះវីដេអូទៅបានលុយអាហ្នឹងគេដាក់ពាណិជ្ជកម្មនៅលើវីដេអូអញ្ចឹងណាអាហ្នឹង account បរទេសបងប្អូនណាប៉ុន្តែឡើយ account ខ្មែរយើងគឺរលួយតាមរយៈ tool ខ្ញុំបង្ហាញហ្នឹងឯងគឺតាមរយៈវីដេអូ live បាទ live ហ្នឹងមិនបានលុយសុទ្ធទេមានថាគេឲ្យជាកាដូហើយទាក់ទងនឹងវីដេអូ get ហ្នឹងក៏ដូចគ្នាដែរណាហ្នឹងហើយគោលការណ៍ប្រភេទដូចខ្ញុំបង្ហាញអំអញមិញអញ្ចឹងនេះតើតា account របស់បងប្អូនមានបាទ10000នាក់10000 follow ឡើងទៅហ្នឹងហើយបន្តមកទៀតនៅពេលដែលធ្វើការបង្ហោះវីដេអូគេឲ្យបាទតាមរយៈវីដេអូរបស់បងប្អូនហ្នឹងឯងប៉ុន្តែមិនងាយគេឲ្យផ្ដេសផ្ដាស់បងប្អូនណាមិនងាយទេហ្នឹងហើយដូចខ្ញុំនិយាយខាងដើមតើតាវីដេអូរបស់យើងមានប្រយោជន៍ហ្នឹងហើយគេហៅថាវីដេអូ quality ណាហ្នឹងហើយវីដេអូគុណភាពអញ្ចឹងបងប្អូនដែលឆ្ងល់គឺបាទខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេគឺយើងអត់អាចរលួយបានតាមរយៈពាណិជ្ជកម្មទេដោយសារតែយើងអត់ទាន់មានមុខងារឬក៏ tool មួយនឹងដែលវាផ្ដល់ឲ្យអញ្ចឹងណាអញ្ចឹងបាទមុខងារទាំងអស់ហ្នឹងគឺដូចវាឲ្យគឺដូចជាមិនឲ្យដដែលហ្នឹងគឺវាមិនងាយបានលុយទេអញ្ចឹងណាបាទអញ្ចឹងបងប្អូនគួរតែចង់រលួយជាមួយនឹង account TikTok គួរតែបង្កើត account TikTok បរទេសទៅ USA ទៅគឺយើងប្រើប្រាស់ VPN អញ្ចឹងបងប្អូនណាដាក់ទីតាំងនៅបាទប្រទេសដែលរលុយដែល support បើយើងបាទប្រើ IP ខ្មែរបាទ account ខ្មែរគឺអត់អាចរលួយបានទេគឺយើងបង្កើតបានគឺមានតែ tool ប្រហែលនេះឯងអញ្ចឹងណាតែបើបងប្អូន
ប្រើ VPN ក្នុងការបង្កើត account បរទេសយើងលេងដោយប្រើ VPN ហ្នឹងគឺអ្នកវាមានមុខងារច្រើនអ្នកដែលអាចត្រូវលុយបានណាជាពិសេសដែលគេរកលុយបានបាទបង្ហោះវីដេអូបានលុយគឺ creator បាទ river program ហ្នឹងឯងបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនបាទជប់ឆ្ងល់ទៀតទៅការរកលុយជាមួយនឹង account TikTok គឺបាទតាម account តាមរយៈ account ខ្មែរគឺបាទមិនងាយទេបងប្អូនណាហ្នឹងហើយអត់ដឹងថាពេលណាឆ្នាំណាខែណាទៅគេបើកឲ្យរលុយទលំទលាយដូចនៅប្រទេសគេអញ្ចឹងណាចឹងវីដេអូគឺមានតែប៉ុណ្្នឹងបងប្អូនណាគិតថាបងប្អូននឹងយល់បើមានសំណួរឬក៏ចម្ងល់អីផ្សេងៗអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំខ្ញុំនឹងបាទធ្វើការឆ្លើយតបឬក៏បាទបង្ហាញជាវីដេអូ clip ឲ្យបងប្អូនបាទឲ្យអស់ចម្ងល់អញ្ចឹងណាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ